chươngជ្រូកដកឆ្អឹងដែលកំពុងតែអាំងក្តៅឆាវនេះបើថាបានជិះម៉ូតូជិះឡានកាត់តាមនេះគឺទៅអត់រួចទេពុកម៉ែបងប្អូនព្រោះដោយសារតែក្លិនរបស់គេនឹងគឺឈ្ងុយមែនតែនដែលខាងក្នុងហ្នឹងគឺគេមានញាត់ជាមួយនឹងគ្រឿងហើយស្លឹកម្យ៉ាងហ្នឹងគឺមានឈ្មោះថាស្លឹកម៉ាត់មឹកពុកម៉ែបងប្អូន Twister ស្គាល់ទេប៉ុន្តែស្លឹកហ្នឹងគឺឈ្ងុយមែនតែនហើយគាត់មានជំរើសទឹកជ្រលក់ពីរប្រភេទណាជឿថាមានពុកម៉ែបងប្អូនប្រកាសជាបានស្គាល់ទីតាំងលក់ជើងជ្រូកមកកន្លែងនេះរួចមកហើយដែលគាត់មានឈ្មោះថាជើងជ្រូកដកឆ្អឹងអាំងស្លឹកម៉ាត់មឹកពុកម៉ែបងប្អូនដែលស្លឹកហ្នឹងគឺថាឈ្ងុយមែនតើហើយសម្រាប់ជើងជ្រូកនេះវិញគឺគាត់ប្រើជាប្រភេទជ្រូកក្នុងស្រុកគឺគាត់មាននាំមកពីខាងណាទេគឺថាលោកពូគាត់បានបញ្ជាក់ប្រាប់ Twister ច្បាស់តែម្ដងដើម្បីកុំឲ្យពុកម៉ែបងប្អូនមានការយល់ច្រឡំថាជាប្រភេទជ្រូកនាំចូលអញ្ចឹងណាព្រោះដោយសារតែរសជាតិជ្រូកនៅក្នុងស្រុកហើយរសជាតិជ្រូកនាំចូលគឺអត់ដូចគ្នាទេហើយសម្រាប់ជើងជ្រូករបស់គាត់វិញគឺធំល្អមែនតើពុកម៉ែបងប្អូនហើយចំណុចពិសេសដែល Twister ក៏សម្គាល់ឃើញនៅកន្លែងលោកពូគឺគាត់មានចំណុចពិសេសមួយយ៉ាងគឺធ្វើបែបនេះពុកម៉ែបងប្អូនគឺគាត់ចោះស្បែកជ្រូកបែបហ្នឹងដើម្បីឲ្យស្រស់ខ្លាញ់ហើយនៅពេលដែលយើងយកទៅដាក់អាំងម្ដងទៀតហ្នឹងគឺក្រៀមល្អហើយពេលដែលញ៉ាំហ្នឹងគឺអត់មានអារម្មណ៍ថាទ្រាំទេពុកម៉ែបងប្អូននិយាយទៅគឺថាញ៉ាំច្រើនប៉ុណ្ណាក៏អត់មានអារម្មណ៍ថាទ្រាំដែរហើយពេលដែលគាត់យកមកដាក់អាំងចេះគឺថាក្រៀមល្អមែនតើសម្រាប់ស្បែកជ្រូកខាងក្រៅវិញគឺថាស្រួយខ្ញោកតែម្ដងដូចជ្រូកខ្វៃអញ្ចឹងគឺឆ្ងាញ់មែនតើហើយសម្រាប់អ្នកដែលចូលចិត្តញ៉ាំជ្រូកខ្វៃអីហ្នឹងគឺថាគ្រាន់តែឃើញបែបនេះដឹងដល់រសជាតិតែម្ដងគឺថាស្បែកគេខាងក្រៅឡើងស្រួយខ្ញោកតែម្ដងណាហើយតាក់ទងជាមួយនឹងតម្លៃជ្រូកនេះគឺគាត់លក់ជាគីឡូពុកម៉ែបងប្អូនបើសិនជាចង់ទិញទាំងមួយអញ្ចឹងក៏បានចង់ទិញមួយជាហៀងក៏បានដែរគាត់ថ្លឹងគីឡូទៅតាមនឹងអញ្ចឹងណាគឺ1គីឡូ 45,000 ហើយសម្រាប់ជ្រូកនេះគឺគាត់មានញាត់គ្រឿងខាងក្នុងបែបនេះពុកម៉ែបងប្អូនគឺថាឈ្ងុយមែនតែនជាប្រភេទស្លឹកម៉ាត់មឹកគេហ្នឹងណាស្លឹកហ្នឹងគឺអត់មាននៅក្នុងស្រុកយើងទេអាហ្នឹងគឺគាត់យកមកពីខាងក្រៅហើយបើសិនជាពុកម៉ែបងប្អូនគ្នាទិញយកទៅញ៉ាំត្រឹម2នាក់3នាក់អីគឺមិនចាំបាច់ទិញដល់ជើងមួយទេពុកម៉ែបងប្អូនអាចទិញតែមួយជាហៀងក៏បានដែរគឺគាត់ថ្លឹងគីឡូលក់តាមនឹងអញ្ចឹងណាហើយក្រៅពីហ្នឹងក៏គាត់មានជាប្រភេទហ៊ុនខ្ចីញាត់គ្រឿងដែរសម្រាប់តម្លៃគឺដូចគ្នាពុកម៉ែបងប្អូននេះគឺ1គីឡូ 45,000 ដូចគ្នាហើយសម្រាប់បន្លែរបស់គាត់វិញគឺថាខ្ចីល្អមែនតើសម្រាប់ទឹកជ្រលក់វិញគឺគាត់មានពីរប្រភេទណាពុកម៉ែបងប្អូនមានជាប្រភេទទឹកកាពិហើយនិងទឹកម្ទេសរបស់គាត់នឹងហើយសម្រាប់ហ៊ុនខ្ចីញាត់គ្រឿងនេះក៏រសជាតិមិនធម្មតាដែរពុកម៉ែបងប្អូននិយាយទៅសម្រាប់អ្នកដែលធ្លាប់បានញ៉ាំនៅទីតាំងមកកន្លែងនេះគឺស្គាល់រសជាតិច្បាស់ហើយសម្រាប់អ្នកដែលចូលចិត្តរបៀបថាក្លិនរៀងស្អុយអីហ្នឹងគឺថាជ្រលក់មួយទឹកកាពិនេះត្រូវហើយបើ Twister វិញចូលចិត្តមែនតើជាមួយទឹកកាពិណាបើទឹកម្ទេសហ្នឹងអត់សូវហ្មងទេពុកម៉ែបងប្អូនតែបើថាទឹកកាពិនេះយើងដាក់បន្ទាប់មកឆ្ងាញ់ហ្មងហើយបើថាចូលចិត្តរៀងបែបហឹលទៀតញិចម្ទេសមកគឺថារសជាតិកាន់តែអែមពុកម៉ែបងប្អូនហើយ Twister ថ្ងៃនេះគឺថាទៅជាមួយនឹង Pocari Sweat យើងញ៉ាំជាប្រភេទអាហារក្តៅគេដាក់អាំងរៀងប្រៃហឹលអញ្ចេះដាក់ Pocari Sweat មកគឺថាជួយបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់តែម្ដងហើយនៅពេលដែលយើងញ៉ាំហើយគឺមានកម្លាំងព្រឹសពុកម៉ែបងប្អូនគឺ Pocari Sweat ល្អមែនតែនជួយបន្ថែមជាតិទឹកនៅក្នុងរាងកាយណាជាពិសេសសម្រាប់បងដែលនិយមចូលចិត្តលេងកីឡាអីគឺ Twister recommend ឲ្យញ៉ាំ Pocari Sweat គឺល្អទៅដល់សុខភាពមែនតែនហើយ Twister ជាប់មាត់រ៉ែផ្លេចប្រាប់ពុកម៉ែបងប្អូនតាក់ទងជាមួយនឹងគ្រឿងពិសេសនៅក្នុងហ៊ុនខ្ចីញាត់គ្រឿងរបស់គាត់នៅខាងក្នុងហ្នឹងគឺមានញាត់ជាមួយសាច់ជ្រូកបេះដូងក៏ដូចជាឆ្អឹងខ្ចីអញ្ចឹងនៅពេលដែលយើងញ៉ាំទៅគឺប៉ះជាមួយនឹងឆ្អឹងខ្ចីជ្រប់គឺរសជាតិប្លែកអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចសាកល្បងទៅទិញញ៉ាំទាំងអស់គ្នាណាត្រឡប់មកវិញសម្រាប់ទីតាំងដែល Twister ទៅនេះគឺនៅជាប់ជាមួយនឹងស្តុបកោះដូងដែលមានបើកលក់ចាប់ពីម៉ោង3ល្ងាចរហូតទៅដល់ម៉ោង9កន្លះយប់វីដេអូរបស់ Twister ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបាយ